សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងមកប្រាប់ពី Minecraft ដែលយើងដាក់ជាមួយនឹង shader បានហើយអាចដាក់ម៉ូដជាច្រើននៅក្នុងនោះបានធ្វើឲ្យ game មាន smooth ជាងមុននឹងចូលទៅដល់វីដេអូរបៀបដាក់អ្នកគ្នាកុំភ្លេចជួយចុច like subscribe ឲ្យខ្ញុំអ្នកមួយផងអ្នកគ្នាដើម្បីបានវីដេអូថ្មីៗពីខ្ញុំទៀតតើយើងចូលទៅមើលរបៀបដាក់ទាំងអស់គ្នាជាមុនអ្នកគ្នាទៅការ down កម្មវិធី Minecraft យើងមកចូលតែ Salid Launcher ហ្នឹងហើយជាមួយនឹង Mobile Class ដើម្បី support ជាមួយនឹង shaderគេទៅការចូល Minecraft យើងមកបន្តគេទៅការចូល Minecraft យើងមកឥឡូវយើងទៅការតម្លើង version ទាំងអស់គ្នាជាមុនគេទៅការចុច download សញ្ញាលើនេះបងប្អូនទៅការចុច 1.20.1 មកនេះចុច 20.1 តោះគេទៅការរើសជាមួយនឹង fabric គ្នារើលើគេដែរមកតោះគេទៅការរើអានេះមួយទៀត fabric APIហើយតំណគេបាននេះទៅការចុច download ខាងលើនេះបងប្អូនរងចាំអានេះឲ្យពេញមកគេឡើងពេញព្រោះវានេះគឺខ្ញុំមានហើយយ៉ាងនេះការចុចតោះនេះចុចចេញវិញមកនេះគ្នាចាំមកដល់នេះចាំមកយើងចុចរូបកងចាក់នេះមកតោះចុចពាក្យតម៉ូតហើយអីច្រឡំនេះគ្នានេះបងគេការចុច download ណាមកតោះគេចុចពាក្យតម៉ូតនេះគេការតម្លើងsodium មកគេអ្នកគ្នាឥឡូវខ្ញុំតម្លើងឲ្យអស់ហើយនេះគឺម៉ូតខ្ញុំអ្នកគ្នាហើយតម្លើងតាមនឹងបានគេជាម៉ូតគេទៅការតម្លើងម៉ូតទាំងអស់មកវាជាមួយនឹង game យើងឲ្យស្រួយតោះយើងទៅការតម្លើង shader មកអ្នកគ្នានេះគឺចូលនៅដល់ shader នេះគឺ shader ខ្ញុំបានដល់អ្នកគ្នានេះទៅការដល់ shader នៅក្រោមនេះតោះមាន shader ជាច្រើនអ្នកគ្នាខ្ញុំ recommend អ្នកគ្នាដល់ជាមួយនឹង Makeup Ultra Fast នេះមកអ្នកគ្នាទៅការដល់នៅនឹងមកនេះ download មកអ្នកគ្នានេះគឺខ្ញុំមានអញ្ចឹងខ្ញុំចុច install គេលើបានហើយអ្នកគ្នាតើមកចូលទៅ setting ទៅការរើជាមួយនឹងនេះដំបូងអ្នកគ្នាអត់មានជាមួយនឹងនេះទេដោយយើងទៅការចូលទៅ install អ្នកគ្នាយ៉ានេះអ្នកគ្នាដាក់នេះបើទូរស័ព្ទអ្នកគ្នា RAM តូចៗអ្នកគ្នាដាក់ត្រឹម30មកតែខ្ញុំនេះដាក់75តើចូលទៅ install ជាមួយនឹង mobile color នេះមកទាំងអស់គ្នានេះគឺជាកម្មវិធីហ្នឹងខ្ញុំទៅការចុចកម្មវិធីហ្នឹងមកហើយតោះមកអ្នកគ្នាទៅការចុចfile ខាងលើនេះតោះអ្នកគ្នាទៅការបើពាក្យថា mg មកតោះអ្នកចុចចូល pro មកគ្នាចុចប្រើថតតោះមកអ្នកគ្នាទៅការចុចអនុញ្ញាតនេះមកអ្នកគ្នាវាលោតអនចាស់ហើយអ្នកគ្នាទៅការស្រែនេះដាក់ចូលនឹងទី4មកតោះអ្នកគ្នាបើកអានេះមកអូខេហើយអ្នកគ្នាតែប៉ុណ្្នឹងគឺហើយអូខេអញ្ចឹងគឺអ្នកគ្នានឹងទទួលបានវាហើយអ្នកចេះដាក់លើវាមកគឺប៉ុណ្ណឹងគឺហើយអ្នកគ្នាទៅការចុចបើកតំបានវាកាកាមឲ្យចូលរបងគឺអត់តន់បើក shader ទេអ្នកគ្នាទៅការចុចបើកមកនេះអ្នកគ្នា shader ឥឡូវអ្នកគ្នាទៅការដាក់ជាមួយនឹង app shader មកអ្នកគ្នាចុច apply វាមកហើយវានឹងអ្នកគ្នារងចាំវាមកផ្លែទៅវានឹង load ឲ្យហ្នឹងអូខេអ្នកគ្នាឥឡូវ shader ហ្នឹងវា load ចូលហើយយើងចុចចេញមកអូខេអ្នកគ្នានេះគឺជារូបរាង shader ខ្ញុំសូមសេរី setting នេះសិនតែខ្ញុំបើកអានេះតិចនេះបើយើងចង់ឲ្យវាច្បាស់អ្នកគ្នាតម្លើងនេះបន្ថែមមកតែវារីកយ៉ាងតិចអូខេអ្នកគ្នាឥឡូវនេះគឺជារូបរាង shader វីដេអូនេះក៏មានប៉ុណ្ណឹងដែរជួបខ្ញុំនៅវីដេអូក្រោយ